យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារខណៈភាគីកម្ពុជាមិនបានបាញ់តបតនោះទេយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារខណៈភាគីកម្ពុជាមិនបានបាញ់តបតនោះទេក្រសួងការពារជាតិកម្ពុជានៅរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025នេះបានចេញសេចក្តីប្រកាសព័ត៌មានដែលបញ្ជាក់ឲ្យដឹងថារុស្ស៊ីថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅប្រលានថ្មក្នុងស្រុកជាំខ្សានខេត្តព្រះវិហារគណៈភាគីកម្ពុជាមិនបានបាញ់តបតនោះទេលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាវេលាម៉ោងប្រមាណ 14:15 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅប្រលានថ្មស្រុកជាំខ្សានខេត្តព្រះវិហារនៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃកាំភ្លើងយន្ត B40 និងត្បាល់ 60ភ្លាមនោះកម្លាំងកម្ពុជាបានតាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ព្រោះភាគីកម្ពុជាមិនបានបាញ់តបតនោះទេក្រោយកងកម្លាំងយោធាថៃបញ្ចប់ការបាញ់នៅវេលាម៉ោង 14:30 នាទីរសៀលនៅក្នុងឧបទ្ទវហេតុនោះកងកម្លាំងកម្ពុជាមិនធ្វើការតបតនោះទេនិងកំពុងបន្តការតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយនឹងគ្នានេះកម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អំពីបដិវហេតុនេះព្រមទាំងក្រុមនឹងស្នើ AOT ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីធានាឲ្យបាននូវដំណាភាពយុត្តិធម៌និងភាពត្រឹមត្រូវឆ្លៀតក្នុងឱកាសនេះកម្ពុជាបញ្ជាក់ជាថ្មីនូវការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិ